ក់ក្តៅគេបានបង្កើតពើចឹងទំនើបចឹងទៅឆ្នាំគេល្អចឹងយើងមកចឹងគេយកចិត្តទុកដាក់យើងចឹងអូកូនដូចថាកូនឈឺអីលះហួនហើយដល់ពើមកពេទ្យដឹងថាកូនបានជាហ្មងឲ្យតែបានសរោមចូលខ្លួនគឺកូនជាលឿនហ្មងជាក់ហ្មងសាច់ណាសុខភាពសម្រាប់ធំគឺជាមណ្ឌលសុខភាពមួយដែលមានផ្ដល់សេវាជូនប្រជាពលរដ្ឋដូចជាសេវាពិគ្រោះជំងឺមនុស្សចាស់និងកុមារជំងឺបញ្ឆ្លងមានជំងឺទឹកនោមផ្អែមលើសម្ពាធឈាមជំងឺឆ្លងជំងឺដូចជាជំងឺរបេងនិងច្រាយឈាមរោគខុតរបេងហើយមានពជាកំណើបពិនិត្យផ្ទៃពោះចាក់បាសាំងធ្វើតែឈាមរោគមេរោគអេដហើយយើងក៏មានសម្រាប់ភេទផងដែរប្រជាពលរដ្ឋដែលមកទទួលសេវានៅទីនេះមានគ្រប់សេវាដែលយើងបានជំរាបជូនខាងលើមិញហ្នឹងគឺមានគ្រប់ទាំងអស់ក្នុងមួយខែហ្នឹងចន្លោះពី2000នាក់ទៅ2200នាក់ជាងក្នុងមួយខែហើយបើយើងគិតជាថ្ងៃវិញក្នុងមួយថ្ងៃនេះគឺអាចបានរហូតដល់70ទៅ100នាក់ក្នុងមួយថ្ងៃនៅមណ្ឌលសុខភាពសម្រោងធំយើងគឺបម្រើសេវាជូនប្រជាពលរដ្ឋដែលអត់គិតពីអ្នកមានអ្នកក្រឋានៈអីទេហើយយើងបម្រើគ្រប់ប្រជាពលរដ្ឋទាំងអស់ទោះបីជាគាត់មានបានមូលនិធិសមធម៌មិនមានបានឬក៏គាត់មានលទ្ធភាពបង់ថ្លៃសេវាឬក៏គាត់អត់មានបានទេតែគាត់ក្រជាក់ស្ដែងក៏យើងផ្ដល់សេវាជូនគាត់ដែរក្នុងករណីហ្នឹងគឺយើងលើកលែងជូនគាត់សុខភាពយើងមានឡានសង្គ្រោះបន្ទាន់ស្រាប់អញ្ចឹងនៅក្នុងមូលដ្ឋានបើសិនជាមានករណីគ្រោះថ្នាក់ចរាចរណ៍ឬមានករណីណាបន្ទាន់ដែលត្រូវការឡានពេទ្យនេះគឺឡានពេទ្យត្រូវទៅជូនប្រជាពលរដ្ឋយើងមុនហើយបើសិនជាករណីគាត់បន្ទាន់ត្រូវបញ្ជូនទៅភ្នំពេញគឺយើងអត់មានទេយើងគិតសង្គ្រោះបឋមមុនហើយយើងបញ្ជូនគាត់ទៅតែម្ដងដែលអត់មានគិតពីថវិកាមុនទេយើងមកនេះអត់អស់លុយហើយឆ្នាំគេល្អដាក់ទៅតែមួយលេខពីរលេខអីចឹងទៅធូរហើយចាអញ្ចឹងក្នុងនាមបងជាប្រជាពលរដ្ឋមួយរូបបងមានភាពកក់ក្ដៅយ៉ាងណាចាភាពកក់ក្ដៅគេបានបង្កើតពើចឹងទំនើបចឹងទៅឆ្នាំគេល្អចឹងយើងមកចឹងគេយកចិត្តទុកដាក់យើងចឹងមានភាពកក់ក្ដៅតែខ្លួនឯងមានអ្នកចិត្តខាងអីក៏ខ្ញុំបានប្រាប់ដែរខ្ញុំថាមិនម៉ានាំគ្នាអញ្ជើញមកមណ្ឌលសុខភាពយើងទៅពីមុនមណ្ឌលសុខភាពយើងតូចតែឥឡូវមណ្ឌលសុខភាពយើងធំទទួលសេវាបានល្អហើយមិនទៅណាទេមកមណ្ឌលសុខភាពយើងមកអញ្ចឹងក៏គាត់មកដែរអ្នកផ្ទៃពោះអ្នកឆ្លងទលេអញ្ចឹងណាតែខ្ញុំឈឺវល់អីខ្ញុំមកនឹងហើយកូនខ្ញុំតែក្តៅខ្លួនខ្ញុំមកនឹងហ្មងដូចថាសម្រួលអត់ទៅអស់លុយព្រោះខ្ញុំប្រើបានហានិភ័យអញ្ចឹងណាចាអត់អស់លុយអញ្ចឹងមកនឹងហើយសេវាគាត់លឿនអញ្ចឹងអ្នកលោកគ្រូអីគាត់ថាមកដល់ភ្លាមផលិតឯកសារទីទួចលឿនគាត់ដាក់សរោមឲ្យជួនកាលកូនខ្ញុំក្តៅខ្លួនខ្លាំងមិនតផលិតឯកសារផងធ្វើឯកសារផងកូនដាក់សរោមបាត់ហើយដល់ពេលដាក់សរោមហើយគាត់បានមកបិទឯកសារក្រោយអញ្ចឹងណាអូកូនដូចថាកូនឈឺអីលះហួនហើយដល់ពើមកពេទ្យដឹងថាកូនបានជាហ្មងឲ្យតែបានសរោមចូលខ្លួនគឺកូនជាលឿនហ្មងជាក់ហ្មងសាច់ណាយើងឈានម្ដងថ្ងៃនេះប្រជាពលរដ្ឋទទួលសេវានៅចិត្តមូលដ្ឋានរបស់គាត់គឺបានដោយការខំប្រឹងប្រែងពីអាជ្ញាធរមូលដ្ឋានថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់និងបុគ្គលិកយើងទាំងអស់រួមគ្នាជាធ្លុងមួយចំណុចខ្វះខាតរបស់យើងអភិវឌ្ឍខ្លួនយើងឲ្យคล้ายជាកន្លែងទទួលសេវាមួយដែលមានគុណភាពប្រសិទ្ធភាពជូនប្រជាពលរដ្ឋមូលដ្ឋានរបស់យើងក្តីសម័យរបស់ខ្ញុំដែលខ្ញុំក្រែងតែគិតគឺខ្ញុំចង់คล้ายឲ្យជាមណ្ឌលសុខភាពនេះដូចជាផ្ទះរបស់ប្រជាពលរដ្ឋរបស់យើងអញ្ចឹងនៅពេលណាដែលគាត់មានទុក្ខលំបាកគាត់មានជំងឺគាត់ត្រូវតែមកផ្ទះគាត់ដើម្បីឲ្យមានកូនចៅក្នុងការថែទាំអញ្ចឹងយើងបម្រើសេវាជូនពួកគាត់ក៏ដូចជាបម្រើជូនទៅលោកពុកអ្នកម្ដាយរបស់យើងនៅផ្ទះដូចគ្នា